សូមថ្លែងគុំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគ្រប់ជំរាបសួរបងប្អូនពុទ្ធសាសនិកជនដែលមានឧបនិស្ស័យនិងនិស្ស័យក្នុងពុទ្ធសាសនាដែលចូលរួមធ្វើបុណ្យជាមួយខ្ញុំឥឡូវនេះខ្ញុំនៅក្នុងបរិវេណអាវាសវត្តតសុតដែលមានព្រះអង្គច័ន្ទមនីលោកព្រះអង្គជាព្រះគ្រូចៅអធិការហើយនៅក្នុងវីដេអូនេះខ្ញុំសូមរាយការណ៍ជូននឹងទូលប្រគេនដល់សង្ឃគ្រប់អង្គនិងពុទ្ធបរិស័ទទីតាំងនៅក្រោយខ្នងខ្ញុំនេះគឺជាទីតាំងទីស្ថានសង្ឃព្រះដែលខ្ញុំបានដូចដើមកសាងជាមួយនឹងព្រះអង្គច័ន្ទមនីហើយឥឡូវនេះយើងធ្វើបានប៉ុណ្ណឹងហើយពុទ្ធរូបគឺជាងនៅឯខេត្តសៀមរាបជាអ្នកដែលកសាងខ្ញុំចង់បញ្ជាក់ជូនអំពីការប្រកាសរបស់ខ្ញុំពីមុនថាធ្វើឲ្យមុនចូលឆ្នាំនោះយើងបាននិយាយជាមួយជាងយើងបានពិតព្រះអង្គច័ន្ទមនីគោលបំណងរបស់ព្រះអង្គហើយនឹងខ្ញុំចង់ឲ្យបានឲ្យមុនចូលឆ្នាំដើម្បីតម្កល់ទុកឲ្យពុទ្ធបរិស័ទចូលឆ្នាំនោះមកត្រង់ព្រះប៉ុន្តែដោយសារតែពេលវេលាខ្លីពេកហើយការសាងសង់នោះគឺថាមិនមានញឹកមែនទែននៅក្នុងវត្តនេះជាងក៏មិនមានតការងារនេះមួយដែរអញ្ចឹងការធ្វើហ្នឹងក៏គេហៅថាមានការយឺតយ៉ាវបន្តិចធ្វើអត់ហើយទេហើយជាងឆ្លាក់រូបនោះទៀតសោតគាត់មានការងារច្រើនមែនទែនមិនមែនធ្វើតែពុទ្ធរូបរបស់ខ្ញុំ3អង្គទេគឺគាត់ធ្វើការងារផ្សេងទៀតអញ្ចឹងការងារខ្ញុំទៅក្រោយគេហើយទៅបខំគាត់ក៏ពិបាកគាត់សន្យាថាប្រឹងសូត្រតែសូត្រអត់បានអញ្ចឹងហើយមិនបានឲ្យមុនចូលឆ្នាំប៉ុន្តែចង្វាក់នៃការងារគឺមិនមែនបោះបង់ចោលទេគឺឥឡូវនេះទីស្ថានបានធ្វើបានកម្រិតនេះហើយបងប្អូនជនជាតិទីស្ថាននេះគឺធំហើយធ្វើមាំមែនទែនដោយសារតែពុទ្ធរូបមួយអង្គគឺមានទម្ងន់យ៉ាងតិច1តោនណាថ្មដុំហ្មងថ្មភក់អញ្ចឹងយើងធ្វើគ្រឹះអីមាំមែនទែនហើយតម្លៃទីស្ថាននេះថ្លៃជាងពុទ្ធរូបទៅទៀតបាទ36,700បាទទីស្ថានហ្នឹងណាដោយមិនបូកបញ្ចូលនៅដើមឈើទេបាទហើយចង់ជម្រាបជូនផងដែរថាសរុបទាំងអស់ទាំងពុទ្ធរូបទាំងទីស្ថានគឺមានចំនួនថវិកា56,700ហើយខ្ញុំជាអ្នកផ្ដើមគំនិតកសាងហើយក៏សូមការអនុញ្ញាតពីព្រះអង្គច័ន្ទមនីកសាងនិងសូមការអនុញ្ញាតនៃការប្រកាសបុណ្យទៅដល់ពុទ្ធសាសនិកជននឹងក៏សូមការអនុញ្ញាតពីព្រះអង្គបណ្ឌិតច័ន្ទមនីដែរប្រកាសបុណ្យនឹងមានន័យថាបងប្អូនដែលមានសទ្ធាជ្រះថ្លាចាប់អ្នកផលជាមួយនឹងការកសាងទីស្ថានសង្ឃព្រះនិងការកសាងពុទ្ធរូបនឹងគឺអាចចូលរួមដោយសេរីជាមួយខ្ញុំបានដោយថវិកាបងប្អូនយកមកកសាងទីស្ថានសង្ឃព្រះដោយមិនឲ្យបាត់បង់មកកបសេណាទេហើយមកដល់ពេលនេះការរែងគៀសរបស់ខ្ញុំសរុបជាទឹកប្រាក់គឺបាន20,000ជាងតិចតួចហើយបាទ20,000ជាងតិចតួចហើយបើនិយាយពីរឿងថារួចថ្លៃព្រះនៅគឺរួចហើយ20,000ជាងហ្នឹងណាប៉ុន្តែដោយឡែកគឺយើងនៅទីស្ថាន36,700នេះគឺយើងអត់ទាន់បានថវិកាមកកសាងទេប៉ុន្តែដោយសារការទទួលខុសត្រូវរបស់វត្តលោកបាននឹងកំពុងកសាងជានិយាយជាដោយឡែកមួយទៀតខ្ញុំចង់បញ្ជាក់ជូនទៅដល់បងប្អូនដែលមានគំនិតផ្ទុយពីខ្ញុំឬក៏បងប្អូនតែចាប់កំហុសខ្ញុំផ្គប់ជាមួយនឹងព្រះអង្គច័ន្ទមនីដែរភ្ជាប់គ្នាកំហុសណាខ្ញុំឃើញខមមិនមួយនោះថាព្រះអង្គច័ន្ទមនីប្រកាសឲ្យថាការកសាងសមិទ្ធផលក្នុងវត្តគឺមិនបានធ្វើការរែងគៀសទេហើយចុះមិនបានពេជ្រស្រស់ប្រកាសរែងគៀសចំណុចនេះខ្ញុំចង់គូបញ្ជាក់ថានៅក្នុងពុទ្ធសាសនាបើយើងធ្វើបុណ្យអីមួយបើយើងប្រកាសទៅគេចូលរួមមានន័យថាបុណ្យយើងបានញាតិក៏យើងមាននៅថ្ងៃអនាគតនឹងនៅក្នុងអត្ថន័យពុទ្ធសាសនាហើយនិយាយពីរឿងពីលទ្ធភាពវត្តវិញត្រឹមបច្ច័យប៉ុណ្ណឹងព្រះអង្គច័ន្ទមនី
มันខ្វះបច្ច័យនឹងកសាងទេមិនបាច់ចាំឲ្យខ្ញុំប្រកបប្រកាសទេមិនបាច់ចាំឲ្យខ្ញុំទៅជូនប្រកបប្រកាសបន់ឲ្យបងប្អូនចូលរួមទេបងប្អូនឃើញមើលតែខ្លោងគេហៅថាមើលតែលបងវត្តបាទមានតម្លៃថ្លៃជាងកន្លែងដែលខ្ញុំកំពុងតែឈរថាធ្វើទីស្ថានថងផ្ទះទៀតរបងវត្តដូចវាំងទៅហើយមិនមែនធ្វើតែមកចង្អាមនេះណារបងវត្តកាមេរ៉ាមែនជួយចាប់បន្តិចបាទមកអាវាសវត្តជុំវិញវត្តនោះគឺច្រើនម៉ែត្រមែនទែនហើយយើងមើលសាលាឆាន់នេះក៏ទំហំទៅទឹង30បដោយ60បាត់ហើយសាលាឆាន់ខាងនេះបាទកំពុងធ្វើនេះបាទអញ្ចឹងនិយាយជារួមបើនិយាយរឿងលទ្ធភាពវត្តត្រឹមលុយ56700នោះគឺព្រះអង្គច័ន្ទនេះមិនខ្វះថវិកាទេគណៈកម្មការវត្តមិនខ្វះថវិកាទេយើងមើលចុះសម្បីតែបន្ទប់ទឹកបាទអញ្ចឹងនៅពេលដែលមានមតិថាព្រះអង្គច័ន្ទនេះលោកបកាយថាការធ្វើសមិទ្ធផលក្នុងវត្តអត់ប្រកាសរែងអង្គាសទេការពិតព្រះអង្គច័ន្ទនេះមិនដែលប្រកាសរែងអង្គាសមែនមិនដែលតតែសោះប៉ុន្តែការជូនដំណឹងបុណ្យរបស់ខ្ញុំនេះគឺខ្ញុំទូលសូមព្រះអង្គច័ន្ទនេះថាសូមភ្ជាប់និស្ស័យជាមួយពុទ្ធបរិស័ទដែលលោកចង់កសាងសមិទ្ធផលនៅក្នុងវត្តសតឲ្យគាត់ចាប់វគ្គផលដែរពីព្រោះសមិទ្ធផលដទៃទៀតគេម្ចាស់ដើមទៀនគេហៅថាម្ចាស់សមិទ្ធផលគេអត់មានប្រកាសទេបាទគេមានប្រកាសទេគឺគេសុំមកផ្ដាច់លើកលែងតែនៅខាងក្រៅនោះគឺស្ពាននៀកនោះដែលមានលោកជំទាវសៀងច័ន្ទហេងនោះលោកជំទាវបានប្រកាសដែរហើយក៏បានឆ្លាក់ឈ្មោះអ្នកដែលចូលរួមនៅកន្លែងនោះដែរហើយកន្លែងខ្ញុំដែលកំពុងតែឈរទីតាំងនេះក៏នឹងមានស្លាកឈ្មោះអ្នកដែលចូលរួមដែរអញ្ចឹងនេះគឺជាការថាធ្វើបុណ្យប្រមូលគ្នាធ្វើបុណ្យរួមគ្នាបើយើងស្ដាប់ក្នុងពុទ្ធសាសនាកាលណាដែលយើងធ្វើបុណ្យមិនហៅគ្នាវាបានបុណ្យតែឯងជាតិក្រោយខ្វះញាតិអញ្ចឹងខ្ញុំចង់បានញាតិជាតិក្រោយចង់បានញាតិពធធ្វើបុណ្យរួមគ្នាក៏ខ្ញុំក៏ប្រកាសបុណ្យយ៉ាងទៅហើយប្រកាសបុណ្យនេះទៀតសោតមិនមែនប្រកាសដោយចិត្តខ្ញុំទេខ្ញុំបានទូលសុំការអនុញ្ញាតពីព្រះអង្គបណ្ឌិតច័ន្ទមនីហើយថាខ្ញុំធ្វើទីសង់ព្រះនេះមិនមានបច្ច័យច្រើនទេប៉ុន្តែមានឆន្ទៈនិងសទ្ធាចង់ធ្វើហើយខ្ញុំក៏សូមប្រកាសថាសូមប្រកាសបុណ្យដល់ពុទ្ធសាសនិកជនដែលលោកមានឧបនិស្ស័យមួយខ្ញុំឲ្យចូលរួមលោកអនុញ្ញាតបាទលោកអនុញ្ញាតអញ្ចឹងខ្ញុំក៏ប្រកាសហើយក៏មានពុទ្ធសាសនិកជនជាច្រើនបានចូលរួមជាមួយខ្ញុំដែរបាន20000ជាងមិនមែនតែម្នាក់ឯណាមានមួយរៀលក៏មាន2000ក៏មាន8000រៀលក៏មាន$2000ក៏មាន$10000ក៏មានដែរនេះហើយគឺជាគេហៅថាការភ្ជាប់និស្ស័យបុណ្យជាមួយគ្នាបាទអញ្ចឹងសូមបងប្អូនដែលមានគេហៅថាមតិផ្ទុយគិតឡើងវិញមិនមែនជាការប្រកបប្រកាសក្នុងសមិទ្ធផលវត្តមូលទេគឺសម្រាប់តែទីស្ថានក្នុងផ្ទះទេហើយសម្រាប់តែខ្ញុំជាម្ចាស់ដើមកសាងណាជាអ្នកប្រកាសមិនមែនព្រះអង្គច័ន្ទមនីទេបាទហើយនិយាយរួមព្រះអង្គច័ន្ទមនីចូលបុណ្យជាមួយខ្ញុំនេះទីស្ថាននេះ30000ជាងនឹងព្រះអង្គច័ន្ទមនីចូលបុណ្យមួយខ្ញុំប៉ុន្តែខ្ញុំទទួលដោយអំណរប៉ុន្តែខ្ញុំនឹងរៀបចំគេហៅថាប្រកាសបុណ្យទៅបងប្អូនបើសិនបងប្អូនចូលរួមទៀតយើងយកបច្ច័យហ្នឹងទៅប្រគេនព្រះអង្គវិញប្រគេនវត្តវិញបាទជូនគណៈកម្មការវិញព្រោះខ្ញុំជាអ្នកប្រកាសធ្វើខ្ញុំធ្វើឲ្យដល់ទីបញ្ចប់ប៉ុន្តែព្រះអង្គច័ន្ទនេះលោកខាងគាត់ចូលរួមបុណ្យជាមួយដែរបាទនេះគឺអត់មានលុយខ្ញុំរៀលក៏អត់មានលុយពុទ្ធបរិស័ទណាមួយរៀលនៅទីនេះតែបើលុយព្រះគឺលុយពុទ្ធបរិស័ទនិងលុយខ្ញុំតែបើលុយកន្លែងនេះអត់មានលុយខ្ញុំមួយរៀលទេអត់មានលុយពុទ្ធបរិស័ទណាមួយរៀលទេតែធ្វើបានប៉ុណ្ណឹងហើយគឺវត្តទទួលត្រូវវត្តចង់ចូលរួមបុណ្យមួយខ្ញុំគឺព្រះអង្គច័ន្ទនេះលោកថាចូលបុណ្យជាមួយខ្ញុំឃើញទេនេះគឺជាអំណាចបុណ្យរបស់ខ្ញុំផងអំណាចបុណ្យនៃក្នុងពុទ្ធសាសនាផងអញ្ចឹងអត់មានការបោកប្រាស់ឬក៏យកសមិទ្ធផលវត្តធ្វើអាជីវកម្មអីទេណាអ្នកដែលមានគំនិតផ្ទុយទាំងឡាយសូមដកចិត្តនឹងចេញទៅបើមិនបានធ្វើបុណ្យទេកុំសាងបាបហើយព្រះអង្គច័ន្ទមនីលោកបរិសុទ្ធណាស់លោកមិនទូមនោះលោកមិនស្គៀបលំមាស់នឹងបច្ច័យនឹងលុយនឹងគេហៅថាមុខមាត់អីទេលោកអត់មានរំញើប
rừng chua đi bà chẳng thế cái này ní xong vật bậc kia nâng chuẩn bị chun đó bột sắn này cái chun thà tí ní cái tí tham sống bé đại trong được làm thứ cho môi nông ông chăn ní hỏi dư thứ ban cầm đặt nâng rồi thì ai bé nó cứ nơi khai xem riếm nó cọt cặp bông tạt đứt chướng chạ này bà tay pi và liên nó cho mình hiện bằng khom thế bị pro chậm lạ bé miên bầu bạch ra chân na chả nè bên miền tập bé mà ông thì bà chẳng tục ở chiên còn thưa tam pi và liên bỏ cốt đại tháp chấp sáng ở sạp đầm bấy đặt đầm có nữ vót sọt bà chẳng thế bông ôn khơi nhái bà vào camera bên ở mưa tích máu khi tham đấy mà lên sau thế còn đần đài những lịch vào trong một cặp trong một thon cả muốn này lấy dương thua an phần này thứ bàn phần này cái nốt cứ dương đã đầm cò bè đang làm tí mất bây giờ này bà cái lấy nốt cứ dương đầm cò bè thông bà bè nốt thứ thá mò một đống nó cứ một tàu này cho bay đống và bay tàu này rồi bạn ở bên đấy mình tôi đá hơi thằng lúc đâm sư đâm smile đâm cay dân tư bà chẳng còn đấy cứ ở cha nó rồi trong trade all mình tên rồi bàn chuột đi say mùi phòng chăn mình đi bàn co sang từ vật phò mùi cho mùi phỏng rồi trong nâng bật to ông piu nhiều bon nâng đó bật sang được chân đẹp ăn trong showroom chọn để xây cho mùi bột sạt ná tiếp xây cứ cho mùi bọn chăm ní nâng trong miền để xây co sang cho bột phal chia bột rúp chia ti san trong pré ai châu room tam dạ trong bàn trong nâng đã chưa câu trong video bà rồi có tệ tên lên công tam này tôi sắp xong chặt cút chặt pram cái đèn pearl xong mình chạy tha roll phải chạy đâu bông ôn mình nói bắt mà xe na tế bà sân chỉ trong tua mau khoa trong phòng pin mình thém bờ tua mờ lơ trong nuốt trong nâng bậc kia chun vọt trong admin passport lôi bon rồi còn lôi bông ôn mà xe tế trong admin mà thuê chi cam được không bút sạt na tế trong xôm tay thuê bon đòi chỉ đẹp lá đầm bấy đầm co được nóng và bút sạt na nâng chi vứt nhom từ khai hàng mục tiền bà chân xôm bật bậc kia nâng chấm điểm chun bút sạt như cái chun bản hàng cho bà xôm ở côn xôm chấm điểm tiền